បាទជំរាបសួរអ្នកទាំងអស់គ្នាបាទអញ្ចឹងនេះគឺជា Honda Click 125ឆ្នាំ2023អញ្ចឹងម៉ូតូប្អូនគឺគាត់បាត់សលេងតេឡេណាបាទមានន័យថាពេលយើងចុចបើកទៅវាបាត់សលេងចុចបើកកុងតាក់សោទៅវាអត់ឮសលេងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកបរៀនពីរបៀបប្រើប្រាស់តេឡេឲ្យបានត្រឹមត្រូវហើយនឹងរបៀបបិទបើកសំឡេងតេឡេអញ្ចឹងទៅណាពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងសម្រាប់តេឡេវាមានប៊ូតុង2គ្រាប់បាទលើមួយក្រោមមួយណាបាទនេះណាអញ្ចឹងសម្រាប់បងប្អូនដែលចេះហើយមិនបាច់ចាំមើលទេហើយបងប្អូនដែលមិនទាន់ចេះអាចមើលបានណាបាទអញ្ចឹងដើម្បីបញ្ឆេះម៉ូតូនេះបានយើងចុចប៊ូតុងខាងក្រោមហើយយើងមើលភ្លើងឲ្យចេញពណ៌បៃតងណាបាទចេញពណ៌បៃតងអញ្ចឹងហើយយើងសកត់សោ Smart Key មួយបាទអញ្ចឹងនេះវាអត់ឮសលេងអញ្ចឹងណាអញ្ចឹងបាទអញ្ចឹងវាចេញសញ្ញាសោបែបនេះអាហ្នឹងរបៀបប្រើប្រាស់សិនណាខ្ញុំណែនាំរបៀបប្រើប្រាស់សិនចេញសញ្ញាសោហើយគឺយើងមកមើលពងនៅនេះសម្រាប់អ្នកប្រើប្រាស់ម៉ូតូ Smart Key ថ្មីណាបាទសញ្ញាព្រួយកាច់ចំអក្សរ I គឺដំណើរការកុងទ័រម៉ូតូបាទចាប់ប្រាំងលើកចតុលចំហៀងដើម្បីដេបច្ឆេះម៉ូតូបានណាបាទចាប់ប្រាំងលើកចតុលចំហៀងមកគឺបច្ឆេះម៉ូតូបានបាទអញ្ចឹងបើសិនជាអ្នកនរគ្នាកាច់សញ្ញាព្រួយនេះឲ្យចំភាសាអង់គ្លេសពាក្យថា set នេះបាទនេះសញ្ញាព្រួយចំសញ្ញា set នេះហើយយើងចុចកន្លែងនេះឲ្យខ្លាំងគឺសម្រាប់ចាក់សោកែបដើម្បីចាក់សាំងណាបាទនេះបាទអញ្ចឹងយើងចាក់សាំងបានហើយបើសិនជាអ្នកនរគ្នាទុកម៉ូតូនៅផ្ទះទេកាច់សញ្ញាព្រួយឲ្យចំវងលេខ0មកបាទវង0នេះណាហ្នឹងយើងបិទសោនៅផ្ទះទុកធម្មតាអត់ចាក់សោកទេណាបាទអញ្ចឹងក្នុងករណីអ្នកទាំងអស់គ្នាចង់ចាក់សោកបាទដាក់កទៅឆ្វេងឲ្យអស់ឬក៏ទៅស្ដាំឲ្យអស់ទៅណាបាទហើយកាច់សញ្ញាព្រួយនេះឲ្យចំសញ្ញាលុកសោណាបាទកាច់សញ្ញាព្រួយនេះឲ្យចំសញ្ញាលុកសោនេះណាបាទចាំមកខ្ញុំដាក់កទៅឆ្វេងឲ្យមើលសិនបាទអញ្ចឹងកទៅឆ្វេងអញ្ចឹងហើយយើងកាច់សញ្ញាព្រួយនេះឲ្យខ្លាំងមកបាទឲ្យចំបាទសញ្ញាលុកសោនេះបាទអញ្ចឹងគឺវាជាប់សោកហើយណាបាទអូខេអញ្ចឹងនៅពេលដែលជាប់សោកហើយក្នុងករណីអ្នកទាំងអស់គ្នាបាទទុកម៉ូតូនៅទីផ្សារឬក៏នៅកន្លែងណាមួយណាយើងចាក់សោកហើយយើងបិទតេឡេមកបាទដើម្បីនឹងសំចៃភ្លើងសំចៃថ្មបាទបិទតេឡេទៅភ្លើងពណ៌ក្រហមមកបាទអូខេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ឲ្យវាស្រែកណាឲ្យគេប៉ះស្រែកចុចប៊ូតុងខាងលើមួយបាទតែប៉ុណ្្នឹងមកបើសិនជាគេប៉ះគឺស្រែកហើយនៅពេលដែលវាលោតភ្លើងក្រហមនៅលើកុងទ័រណាអញ្ចឹងគេប៉ះបាទគឺស្រែកបែបនេះបើអ្នកទាំងអស់គ្នានៅចិត្តចុចប៊ូតុងខាងលើហ្នឹងដើម្បីបិទសលេងបានណាបាទតែបើអត់នៅចិត្តទេវារោប្រហែលជា2នាទីអីវាឈប់រោហើយណាបាទអូខេអាហ្នឹងគឺរបៀបនៃការប្រើប្រាស់ក៏ដូចជាបិទបើកសោណាអញ្ចឹងនិយាយអំពីរបៀបបាទដោះសំឡេងដែលបាត់វិញម្ដងបាទអញ្ចឹងម៉ូតូនេះមិញយើងចុចមកអត់ឮសលេងទេអត់ឮសលេងទឿតណាអញ្ចឹងដើម្បីដោះសលេងនឹងបានយើងបិទតេឡេទៅពណ៌ក្រហមអញ្ចឹងមកបាទនេះបាទហើយយើងចុចប៊ូតុងខាងក្រោមមួយខាងលើមួយបាទហើយបន្ទាប់មកយើងបើកតេឡេធម្មតាអញ្ចឹងមកឲ្យទៅភ្លើងពណ៌បៃតងមកយើងស្កត់សោមួយមកបាទអញ្ចឹងស្កត់សោមួយមកនេះបាទវាលឺទីតឡើងមកវិញហើយណាបាទលឺទីតឡើងមកវិញហើយអញ្ចឹងហើយរបៀបបិទសលេងក៏ដូចគ្នាដែរបើសិនជាយើងចង់បិទគឺធ្វើដូចគ្នាបិទតេឡេឲ្យទៅពណ៌ក្រហមមកបាទហើយចុចខាងក្រោមមួយខាងលើមួយទៅគឺសំឡេងហ្នឹងវាផ្ដាច់បាត់ហើយបាទអញ្ចឹងនៅពេលដែលយើងបើកតេឡេមកវិញគឺរឿងបើកកុងទ័រមកវិញបើកសោមកវិញគឺបាទស្ងាត់អញ្ចឹងបាទស្ងាត់អញ្ចឹងវិញហ្នឹងហើយអញ្ចឹងរបៀបប្រើមានតែប៉ុណ្្នឹងឯង